វីដេអូនេះយើងបង្រៀនប្រយោគភាសាអង់គ្លេសសម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃបន្តទៀតអូខេតោះមួយនេះតោះទៅផ្ទះបាទអូខេតោះទៅផ្ទះ Let's go home Let's go home Let's go home អូខេ Let's go home តោះទៅផ្ទះបាទអូខេ Let's go នេះតោះទៅបាទអូខេ home នេះផ្ទះអញ្ចឹង Let's go home តោះទៅផ្ទះបាទវាកាន់តែត្រជាក់ហើយអូខេវាកាន់តែត្រជាក់ហើយ It's getting cold It's getting cold It's getting cold អូខេ It's getting cold វាកាន់តែត្រជាក់ហើយបាទអូខេ It's getting បានថាវាកាន់តែអីមួយចឹងទៅបាទអូខេ cold នេះត្រជាក់បាទអូខេអញ្ចឹង It's getting cold វាកាន់តែត្រជាក់ហើយបាទអ្នកបានសន្យានឹងខ្ញុំអូខេអ្នកបានសន្យានឹងខ្ញុំ You promise me You promise me You promise me អូខេ You promise me បានន័យថាអ្នកបានសន្យានឹងខ្ញុំហើយបាទអូខេ You នេះអ្នក promise នេះសន្យាបាទ me នេះខ្ញុំអូខេអញ្ចឹង You promise me អ្នកបានសន្យានឹងខ្ញុំហើយបាទអូខេខ្ញុំមិនថាតាមនោះទេអូខេខ្ញុំមិនថាតាមនោះទេ I won't repeat it I won't repeat it I won't repeat it អូខេ I won't repeat it បានថាខ្ញុំមិនថាតាមនោះទេបាទ I won't នេះបានន័យថាពាក្យពេញរបស់វា I will not អូខេអញ្ចឹង I won't បាទខ្ញុំនឹងមិនថាមិនអីមួយអញ្ចឹងទៅបាទ repeat នេះថាតាមបាទ it នេះវាបាទអញ្ចឹងខ្ញុំមិនថាតាមនោះទេយើងអាចបកប្រែអញ្ចឹងបាទ I won't repeat it សម្រាប់ទៅឥឡូវនេះអូខេអូខេយើងឲ្យសម្រាប់ឥឡូវហ្នឹងអីចឹងបាទអូខេ Just relax now Just relax now Just relax now អូខេ Just relax now សម្រាប់ទៅឥឡូវនេះបាទអូខេ relax នេះបានន័យថាសម្រាប់ now នេះឥឡូវនេះបាទ just នេះយើងអាចបកប្រែទាំងដុំហ្នឹង just relax now សម្រាប់ទៅឥឡូវនេះបាទអូខេយើងអត់បកប្រែពាក្យ just នេះគ្រាន់តែអញ្ចឹងទេបាទមិនបាច់ទេកុំប្រាប់នរណាទាំងអស់បាទអូខេកុំប្រាប់នរណាទាំងអស់ Don't tell anyone Don't tell anyone Don't tell anyone អូខេ Don't tell anyone កុំប្រាប់នរណាទាំងអស់បាទអូខេ Don't នេះកុំបាទ tell នេះប្រាប់ anyone នេះបានន័យថានរណាម្នាក់អីចឹងបាទអូខេអញ្ចឹងកុំប្រាប់នរណាទាំងអស់បាទ Don't tell anyone អូខេខ្ញុំកំពុងរវល់ឥឡូវនេះបាទអូខេខ្ញុំកំពុងរវល់ឥឡូវនេះ I'm busy right now I'm busy right now I'm busy right now អូខេ I'm busy right now ខ្ញុំកំពុងរវល់ឥឡូវនេះបាទអូខេ I'm busy ហ្នឹងបានថាខ្ញុំរវល់ right now ហ្នឹងឥឡូវហ្នឹងបាទអូខេខ្ញុំមិនបានធ្វើអ្វីនោះទេអូខេខ្ញុំមិនបានធ្វើអ្វីនោះទេ I didn't do anything I didn't do anything I didn't do anything អូខេ I didn't do anything ខ្ញុំមិនបានធ្វើអ្វីនោះទេបាទអូខេ I didn't បាទពាក្យ I did not អញ្ចឹងខ្ញុំមិនអូខេ do នេះធ្វើ anything នេះអ្វីផ្សេងអ្វីគ្រប់យ៉ាងអញ្ចឹងបាទអូខេអញ្ចឹង I didn't do anything ខ្ញុំមិនបានធ្វើអ្វីនោះទេបាទខ្ញុំមិនខ្វល់ទៀតទេអូខេខ្ញុំមិនខ្វល់ទៀតទេ I don't care anymore I don't care anymore I don't care anymore អូខេ I don't care anymore បាទខ្ញុំមិនខ្វល់ទៀតទេអូខេ I don't នេះខ្ញុំមិន care នេះខ្វល់ anymore នេះបាទអូខេរឿងអីមួយទៀតអីចឹងបាទអូខេអញ្ចឹងខ្ញុំមិនខ្វល់ទៀតទេបាទ I don't care anymore ជឿខ្ញុំទៅលើកិច្ចការនេះបាទអូខេជឿខ្ញុំទៅលើកិច្ចការមួយនឹងអីចឹងទៅបាទអូខេ Trust me on this Trust me on this Trust me on this អូខេ Trust me on this ជឿខ្ញុំទៅលើកិច្ចការនេះបាទអូខេ Trust me នេះជឿខ្ញុំបាទ on this បាទអូខេលើកិច្ចការមួយនឹងអីចឹងទៅបាទ
នោះគឺជាបញ្ហាអូខេនោះគឺជាបញ្ហា that's a problem that's the problem that's the problem អូខេ that's the problem នោះគឺជាបញ្ហាបាទអូខេ that នេះគឺ that is a problem បាទ that is បានន័យថានោះគឺ the problem នេះគឺបញ្ហាបាទអូខេ problem ហ្នឹងបញ្ហាខ្ញុំបានដឹងរួចហើយអូខេខ្ញុំបានដឹងរួចហើយ I knew it already I knew it already I knew it already បាទខ្ញុំបានដឹងរួចហើយ I knew នេះមកពីពាក្យ I know អូខេ know ដឹងបាទដល់ពេលនេះគេប្រើបានដឹងបាទ I knew ខ្ញុំបានដឹងវារួចហើយបាទ it នេះវាបាទ already នេះបានថារួចហើយអូខេសូមបន្តទៅមុខទៀតបាទអូខេសូមបន្តទៅមុខទៀត let's keep going let's keep going let's keep going អូខេ let's keep going បាទសូមបន្តទៅមុខទៀតអូខេ let's នេះបាទអូខេសូមមួយចឹងទៅបាទ keep going នេះបានថាបន្តទៅមុខបាទអូខេអញ្ចឹង let's keep going បាទសូមបន្តទៅមុខទៀតអូខេអ្នកតែងតែធ្វើរឿងនេះអូខេអ្នកតែងតែធ្វើរឿងនេះ you always do this you always do this you always do this អូខេ you always do this អ្នកតែងតែធ្វើរឿងនេះបាទអូខេ you always អ្នកតែងតែ do this ហ្នឹងបាទធ្វើរឿងនេះបាទអូខេកុំប៉ះរបស់ខ្ញុំបាទកុំប៉ះរបស់ខ្ញុំ don't touch my stuff don't touch my stuff don't touch my stuff អូខេ don't touch my stuff កុំប៉ះរបស់ខ្ញុំបាទអូខេ don't នេះកុំបាទ touch នេះប៉ះអញ្ចឹងកុំប៉ះ my stuff បាទរបស់ខ្ញុំអូខេ stuff នេះរបស់របរខ្ញុំយល់ហើយឥឡូវនេះអូខេខ្ញុំយល់ហើយឥឡូវនេះ I understand now I understand now I understand now អូខេ I understand now ខ្ញុំយល់ហើយឥឡូវនេះបាទអូខេ I understand បាទខ្ញុំយល់ហើយខ្ញុំយល់បាទ understand នេះយល់បាទ now នេះឥឡូវនេះអូខេសូមអង្គុយចុះបាទសូមអង្គុយចុះ sit down please sit down please sit down please អូខេ sit down please សូមអង្គុយចុះបាទអូខេ sit down នេះអង្គុយបាទអូខេ please នេះសូមអូខេ please នេះយើងអាចយកមកមុខក៏បានដែរបាទអូខេគាត់ថាបើវានៅពីក្រោយចេះយើងមាន comma បាទរបៀបសរសេរណា sit down please ឬមួយក៏ please sit down បាទញ៉ាំអាហាររបស់អ្នកអូខេញ៉ាំអាហាររបស់អ្នក eat your food eat your food eat your food អូខេ eat your food ញ៉ាំអាហាររបស់អ្នកបាទ eat នេះញ៉ាំ your food នេះអាហាររបស់អ្នកអូខេផឹកទឹកដោះគោរបស់អ្នកអូខេផឹកទឹកដោះគោរបស់អ្នក drink your milk drink your milk drink your milk អូខេ drink your milk ផឹកទឹកដោះគោរបស់អ្នកបាទ drink នេះផឹកអូខេ your milk នេះទឹកដោះគោរបស់អ្នកបាទគូរូបភាពមួយបាទអូខេគូរូបភាពបាទគូគំនូណាអូខេគូរូបភាពមួយ draw a picture draw a picture draw a picture អូខេ draw a picture គូរូបភាពមួយបាទ draw នេះគូបាទ a picture នេះរូបភាពបាទរូបភាពមួយអូខេបាទ draw a picture គូរូបភាពមួយបាទអូខេឥឡូវបងប្អូនបានរៀននៅប្រយោគមួយចំនួនទៀតហើយបាទចាំជួបគ្នាវីដេអូបន្តទៀតបាទ see you